ព្រឹត្តិការណ៍ស៊ីហ្គេមប៉ុណ្ណានេះបើជាថៃរៀបចំមិនបានការរៀបចំការប្រកួតរវាងព្រះខ័នរាជស្វ័យរៀងជាមួយនឹងជោហររបស់ប្រទេសម៉ាឡេស៊ីផងមើលពីការរៀបចំរបស់ថៃព្រឹត្តិការណ៍ស៊ីហ្គេមក្នុងលើកទី33នេះថៃបានធ្វើឲ្យប្រទេសវៀតណាមនិងប្រទេសឡាវខកចិត្តខ្លាំងជាមួយនឹងប្រទេសថៃខ្សែតនៅក្នុងប្រទេសវៀតណាមនិងប្រទេសឡាវបានចុះផ្សាយថាថៃធ្វើព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33នេះមិនបានស្មើនឹងប្រទេសកម្ពុជាផងសូម្បីតែប្រទេសនានាដែលនៅក្នុងតំបន់អាស៊ីនេះក៏បានដាក់ចំទៅខាងថៃដែរថាការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក្នុងទី33នេះគឺថៃពិតជាធ្វើមិនសមសោះបាទសូម្បីតែប្រជាជនវៀតណាមនិងប្រជាជនឡាវក៏បានខឹងសម្បានឹងប្រទេសថៃដែរដែលថាមុននឹងការប្រកួតគឺត្រូវចាក់ភ្លេងតំណាងប្រទេសរបស់ពួកគេប៉ុន្តែបើជាថៃមិនបានចាក់ភ្លេងជាតិរបស់ពួកគេធ្វើឲ្យប្រជាជនវៀតណាមនិងប្រជាជនឡាវបានខឹងមកប្រទេសថៃដែលមិនគប្បីជាមួយនឹងប្រទេសរបស់ពួកគេបន្ទាប់ពីមានកាសែតរបស់ប្រទេសវៀតណាមនិងប្រទេសឡាវបានចេញផ្សាយក្រោយមកប្រទេសថៃក៏បានចេញលិខិតក៏សុំទោសទៅដល់ប្រទេសវៀតណាមនិងប្រទេសឡាវរឿងទង់ជាតិបាទរឿងទង់ជាតិគឺថៃមិនដាក់ឲ្យចំប្រទេសរបស់ពួកគេទេបែរជាដាក់យកទង់ជាតិផ្សេងយកមកដាក់ប្រទេសផ្សេងដូចជាប្រទេសវៀតណាមបាទដាក់ Thailand ចឹងទៅបាទដល់ពេលឡាវយកវៀតណាមទៅដាក់នៅឡាវចឹងទៅអញ្ចឹងវាខុសទង់ជាតិរបស់ប្រទេសពួកគេហើយប្រជាជនវៀតណាមនិងឡាវក៏បានថាផុសថាឲ្យប្រទេសថៃដែលថាធ្វើជាម្ចាស់ផ្ទះហេតុអ្វីបានជាមិនចេះមើលឲ្យអស់អញ្ចឹងបាទការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33នេះថៃពិតជារៀបចំមិនបានល្អមែនធ្វើឲ្យបណ្ដាប្រទេសផ្សេងបានដាក់ឲ្យថៃចំតែម្ដងរឿងការរៀបចំកម្មវិធីព្រឹត្តិការណ៍ស៊ីហ្គេមនៅក្នុងតំបន់អាស៊ីនេះហើយយើងដឹងស្រាប់ហើយថាប្រទេសថៃបានសន្យាថានឹងធ្វើកម្មវិធីឬមួយក៏ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះក្នុងលើកទី33នេះគឺឲ្យបានល្អជាទីបំផុតប៉ុន្តែជាក់ស្ដែងដល់ថ្ងៃចាប់ផ្ដើមកម្មវិធីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33នេះថៃធ្វើឲ្យប្រទេសដទៃទៀតខឹងនឹងប្រទេសថៃខ្លាំងមែនទែនបាទអញ្ចឹងហើយបានជាប្រទេសថៃបានចេញលិខិតសុំទោសទៅខាងប្រជាជនវៀតណាមដូចជាប្រជាជនឡាវបីតែរូប poster ដែលដាក់នៅក្នុង SEA Games នេះគឺថៃក៏ copy ពីគេមកដែររូបទាំងអស់នេះគឺជារូបរបស់ប្រទេសផ្សេងទេប៉ុន្តែថៃយកមកដាក់ប្រទេសខ្លួនឯងនៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី33នេះដែលថៃធ្វើជាម្ចាស់ផ្ទះនេះបាទការរៀបចំរបស់ថៃព្រឹត្តិការណ៍ SEA Games លើកទី33នេះបានធ្វើឲ្យថៃបាក់មុខជាខ្លាំងមុនបាទខ្មាស់បណ្ដាប្រទេសដែលចូលរួមព្រឹត្តិការណ៍ SEA Games នេះធ្វើឲ្យថៃខ្មាស់គេខ្លាំងមែនទែនដោយសារការរៀបចំកម្មវិធីព្រឹត្តិការណ៍ SEA Games នេះគឺមិនបានល្អហើយយើងក្រឡេកមកមើលការពីកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Games លើកទី32គឺកម្ពុជាបានទទួលអត្តពលិករបស់ប្រទេសនៅក្នុងតំបន់អាស៊ីនេះមកចូលរួមព្រឹត្តិការណ៍ SEA Games នេះគឺបានល្អហើយប្រទេសដទៃទៀតក៏បានលើកមកនិយាយដែរថាប្រទេសថៃរៀបចំមិនបានស្មើនឹងប្រទេសកម្ពុជាទេ